គួរធ្វើដូចម្ដេចដើម្បីឲ្យជីវិតគ្រួសារមានសេចក្តីសុខបន្ទាប់ពីរៀបមង្គលការរួចបុរសស្ត្រី2នាក់បានក្លាយជាគ្រួសារតែមួយជាភរិយាស្វាមីដែលគោរពគ្នាទៅវិញទៅមកការគោរពប្រតិបត្តិចំពោះគ្នាធ្វើឲ្យជីវិតស្នេហ៍មានសេចក្តីសុខនិងផ្លូវកាយទាំងផ្លូវចិត្តនេះជាសកម្មភាពមួយដ៏សំខាន់ដែលស្វាមីភរិយាទាំងឡាយគួរសិក្សាស្វែងយល់ឲ្យបានស៊ីជម្រៅក្នុងគ្រួសារស្វាមីភរិយាដែលមិនយោគយល់គ្នានឹងធ្វើឲ្យកើតមានការឆ្លោះប្រកែកបែកសម្លេងរហូតដល់ត្រូវលេងលះប្រត់ប្រាស់គ្នាតាមពិតទៅក្នុងគ្រួសារគ្មានស្វាមីភរិយាណាចង់ជួបការបែកបាក់ប្រេះឆានោះទេដូច្នេះតើត្រូវធ្វើដូចម្ដេចដើម្បីឲ្យជីវិតគ្រួសារមានសេចក្តីសុខពោរពេញទៅដោយភាពកក់ក្ដៅនោះវិធីដែលស្វាមីភរិយាគប្បីប្រតិបត្តិចំពោះគ្នាមានដូចតទៅតួនាទីស្វាមីចំពោះភរិយា1ការលើកតម្កើងតម្លៃជាភរិយាពិត2នាំទៅចុះសម្បត្តិអាពាហ៍ពិពាហ៍តាមច្បាប់រដ្ឋ3លើកតម្កើងភរិយាឲ្យពេញមុខដោយការណែនាំឲ្យទទួលភ្ញៀវនាំទៅដើរកម្សាន្ត3លើកតម្កើងការរស់នៅឲ្យស្មើភាពគ្នាដូចជាបរិភោគរួមគ្នាអង្គុយស្មើគ្នាដើរគៀកគ្នា4មិនឲ្យភរិយាធ្វើការហួសកម្លាំងមានពេលរីករាយនិងឈប់សម្រាកខ្លះជួយភរិយាក្នុងកិច្ចការផ្ទះតាមសមគួរ5ជួយភរិយាពេលចេញក្រៅផ្ទះដូចជាជួយកាន់របស់របរពោកូនជាដើម6ប្រើពាក្យសម្ដីសរសើរសាទរនិងអរគុណនៅកិច្ចការដែលភរិយាឲ្យធ្វើ7លើកតម្កើងសេចក្តីល្អរបស់ភរិយាតាមកាលៈទេសៈមិននិន្ទាឬមាក់ងាយទោះជាប្រការណាក៏ដោយ8និយាយលួងលោមពេលភរិយាមានអាសន្ន9ផ្ដល់ភាពកក់ក្ដៅនិងចែករំលែកភារកិច្ចចិត្តថ្លើម9ផ្ដល់ភាពកក់ក្ដៅនិងចែករំលែកភារកិច្ចស្រាលធ្ងន់និងមិនធ្វើឲ្យមានវិបត្តិផ្លូវចិត្ត10គោរពក្នុងឋានៈជាភរិយានិងជាមិត្តភក្តិរួមជីវិត11ព្យាយាមស្ទាបស្ទង់ឲ្យស្គាល់និស្ស័យចិត្តថ្លើមរបស់ភរិយា12សន្តានាអាស្រ័យនិងពោលពីកិច្ចការរបស់ខ្លួនឲ្យស្គាល់តាមសមគួរ13ប្រឹក្សាណែនាំនិងផ្ដល់យោបល់តាមសមគួរ14លះបង់ថ្ងៃទំនេរឲ្យទៅថ្ងៃរបស់គ្រួសារតាមសមគួរ15ការមិននិយាយមើលងាយ16មិនវាយដំឬធ្វើទារុណកម្មភរិយា17ប្រើពាក្យសម្ដីទន់ភ្លន់ជាមួយភរិយា18ប្រសិនបើភរិយាខុសផ្លត់ភ្លាំងដោយប្រការណាមួយគួរណែនាំដាស់តឿនដោយទន់ភ្លន់មិនប្រើវាចាអហភិស19កាលបើដឹងខ្លួនខុសត្រូវទទួលខុស20រាល់លើកដែលខ្លួនទទួលគុណបំណាច់ក្នុងអំពើល្អក៏បីនឹកជានិច្ចថាភរិយាជាអ្នកមានចំណែកចូលរួមជាមួយផងដែរ21មិនមាក់ងាយមើលថោកមេដាបៃតាញាតិមិត្តឬអ្នករាប់អានរបស់ភរិយា22មិនប្រៀបធៀបស្ត្រីផ្សេងនឹងភរិយាខ្លួនក្នុងផ្លូវណាដែលកើតមានការអាក់អន់ចិត្ត23មិនយកចំណុចខ្សោយរបស់ភរិយាមកនិយាយនាំឲ្យខ្មាស់អៀននិងឈឺចាប់ក្នុងចិត្ត24ប្រកាន់នេតិជាស្វាមីដែលត្រូវដាស់តឿនសេចក្តីធ្វេសប្រហែសរបស់ភរិយាតាមកាលៈទេសៈ25ការមិនប្រព្រឹត្តរំលងចិត្ត26ស្មោះត្រង់នឹងគ្នាទៅវិញទៅមក27ត្រូវចងចាំជានិច្ចថាទ្រព្យសម្បត្តិដែលមានឬរកមកបានក៏ជាការចូលរួមចំណែករបស់ភរិយាផងដែរ28ក៏បីរំលឹកជាប់ជានិច្ចភរិយាជាភេទទន់ខ្សោយហើយទុក្ខរបស់ភរិយាក៏ដូចជាទុក្ខរបស់ខ្លួនដែរ29រក្សាព្យាបាលភរិយាដោយប្រពៃពេលភរិយាមានជំងឺឈឺថ្កាត់30មិនប្រព្រឹត្តអាក្រក់ដូចជាលេងល្បែងស៊ីសងជក់កញ្ឆាស្រាអាភៀន31ការប្រគល់តួនាទីជាធំ32ទុកភរិយាជាអាណាព្យាបាលមើលថែទាំទ្រព្យសម្បត្តិនិងកិច្ចការក្នុងផ្ទះសម្បែង33ធ្វើចិត្តថ្លើមឲ្យទន់មិនឆេវឆាវនិងអត់ឱនចំពោះកំហុសផ្លត់ភ្លាំងរបស់ភរិយា34ជួយការពារភរិយាគ្រប់ផ្លូវដើម្បីឲ្យចាក់ផុតពីការមាក់ងាយ35ធ្វើខ្លួនឲ្យសមជាមេគ្រួសារចំណែកតួនាទីភរិយាចំពោះស្វាមីវិញ1ការចាត់ការងារប្រពៃ2គោរពរាប់អានមេដាបៃតាញាតិមិត្តរបស់ស្វាមីដូចជាញាតិមិត្តរបស់ខ្លួន3សង្គ្រោះមេដាបៃតាញាតិមិត្តរបស់ស្វាមីឲ្យសមទៅនឹងឋានៈតាមឱកាស
4សម្ដែងមេត្រីចិត្តអាណិតអាសូរដល់ញាតិមិត្តរបស់ស្វាមីឲ្យដូចជារបស់ខ្លួនឯង 5សង្គ្រោះដល់អ្នកជិតខាងរបស់ស្វាមី 6យកចិត្តទុកដាក់ទទួលរាក់ទាក់ឱកាសទៅលេងឲ្យដំណឹងឬសាកសួរព័ត៌មានសុខទុក្ខអ្នកជិតខាងរបស់ស្វាមីតាមកលៈទេសៈ 7មិនប្រកាន់យករឿងឥតប្រយោជន៍ឬពាក្យសម្ដីនិយាយមិនល្អអ្នកដែលរាប់អានរបស់ស្វាមី 8ធ្វើចិត្តឲ្យទន់ព្យាយាមអត់ឱនដល់មេត្តាបិតាញាតិមិត្តនិងគោរពរាប់អានរបស់ស្វាមីមិនមាក់ងាយមើលថោកមេត្តាបិតាញាតិមិត្តនិងអ្នកជាទីគោរពរបស់ស្វាមីទោះជាក្នុងប្រការណាក៏ដោយ 10ចរចាផ្អែមល្ហែមទន់ភ្លន់យកចិត្តទុកដាក់ប្រតិបត្តិស្វាមីឲ្យសមជាភរិយាល្អ 11ការមិនប្រព្រឹត្តរំលងចិត្តមាន 12មានសេចក្តីស្មោះត្រង់ស្នេហាស្វាមីភក្តិចំពោះស្វាមីដោយសេចក្តីគោរព 13មិនបែកចិត្តទៅនិយមប្រុសផ្សេងមិនប្រព្រឹត្តស្និទ្ធស្នាលឬដើរលេងជាមួយប្រុសដតីលើសការគួរ 14ស្ទាបស្ទង់ឲ្យស្គាល់និស្ស័យចិត្តថ្លើមរបស់ស្វាមី 15ប្រកាន់នីតិជាភរិយាដែលត្រូវឧស្សាហ៍ព្យាយាមកែខៃសេចក្តីធ្វេសប្រហែសឆ្គមឆ្គងរបស់ស្វាមីស្របតាមកលៈទេសៈ 16មិននាំរឿងប្រុសដតីមកនិយាយឬសម្ដែងការពេញចិត្តនឹងប្រុសដតីជាហេតុនាំឲ្យស្វាមីរង្គៀសចិត្ត 17គិតដល់ជីវិតនិងអនាគតកូនជាប់ជានិច្ចនិងចាត់ទុកថាជាភារកិច្ចចម្បងនៃគ្រួសារ 18រំលឹកជាប់ជានិច្ចថានឹងធ្វើខ្លួនឲ្យទៅជាភរិយាដ៏ល្អបំផុតរបស់ស្វាមីនិងមេត្តាដ៏ល្អរបស់បុត្រាបុត្រី 19លាក់អាចកំបាំងរបស់ស្វាមីនិងគ្រួសារមិនឲ្យលេចលឺទៅក្រៅផ្ទះ 20គិតជានិច្ចថាកិច្ចធុរៈរបស់ស្វាមីក៏ជារបស់ខ្លួនឯងដែរ 21ពេលដឹងថាខ្លួនបានប្រព្រឹត្តខុសហើយគួរតែសុំសារភាពនិងសុំទោស 22មិននាំយករឿងដែលមិនសមគួរមកនិយាយឲ្យស្វាមីឬគ្រួសារទទួលបានសេចក្តីក្តៅក្រហាយ 23ការថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកមកឲ្យ 24រក្សាទ្រព្យសម្បត្តិដែលមានឲ្យនៅគង់វង្ស 25ម៉ត់ចត់ចេះចាយក្នុងផ្លូវដែលគួរចាយមិនកំណាញ់ស្វិតឬខ្ជះខ្ជាយជ្រុលហួស 26មិនលេងល្បែងស៊ីសងឬសេពគ្រឿងស្រវឹង 27មិនលាក់កັບឬបិទបាំងស្វាមីក្នុងរឿងលុយកាក់ 28សន្សែសន្សំទ្រព្យសម្បត្តិដែលរកបានដោយកន្លងធរឲ្យកើនទ្វេឡើងជាលំដាប់ 29ព្យាយាមធ្វើខ្លួនជាអ្នកមានចិត្តថ្លើមធ្ងន់និងទូលាយ 30ការថែរក្សាទ្រព្យសម្បត្តិដែលស្វាមីរកឲ្យ 24រក្សាទ្រព្យសម្បត្តិដែលមានឲ្យគង់វង្ស